ចម្រើនពរញាតិញោមពុទ្ធបរិស័ទឥឡូវយើងមកទស្សនានៅខេត្តកំពង់ឆ្នាំងពឥឡូវនេះត្រូវនិមន្តទៅវត្តបង្គោលកីនឹងហើយចេញដំណើរទៅពីភ្នំពេញហើយទៅកាន់វត្តបង្គោលកីពហើយលោកបាននិមន្តទៅបន់ហើយក៏បានញាតិញោមពុទ្ធបរិស័ទចូលរួមទៅគឺបានមួយរថយន្តទូចដែរនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំងនេះណាអញ្ចឹងគឺឡានកំពុងតែធ្វើដំណើរចូលដល់វត្តបង្គោលកីញាតិញោមពុទ្ធបរិស័ទប្រហែលជាធ្លាប់ស្គាល់នៅវត្តនោះហើយនឹងហើយកន្លែងនោះក៏ជាទីកន្លែងដែលមានភ្នំមានព្រៃព្រឹក្សាជាច្រើនដែរហើយផ្ទះប្រជាពលរដ្ឋនៅតាមផ្លូវដងផ្លូវនឹងច្រើនញាតិញោមពុទ្ធបរិស័ទឃើញហើយទស្សនាអំពីទិដ្ឋភាពនៅក្នុងវត្តហ្នឹងហើយចូលទៅវត្តបង្គោលកីហើយកម្មវិធីបុណ្យឆ្លងសាលាចឹងគឺយើងទស្សនាមើលនៅខាងខេត្តកំពង់ឆ្នាំងតើមានទិដ្ឋភាពបែបណាពុទ្ធបរិស័ទឃើញស្រាប់ហើយណាហ្នឹងហើយគឺថានៅតាមដងផ្លូវមានប្រជាពលរដ្ឋរស់នៅហ្នឹងហើយបែបសាមញ្ញនៅក្នុងខេត្តកំពង់ឆ្នាំងហ្នឹងហើយក៏ជាខេត្តដែលល្បីខាងធ្វើដូចថាឆ្នាំងដីក្អមដីអីណាញាតិញោមនឹងនៅខាងនោះណាប៉ុន្តែឥឡូវនេះយើងមកមើលនៅទិដ្ឋភាពនៅខេត្តកំពង់ឆ្នាំងម្ដងពីព្រោះញាតិញោមពុទ្ធបរិស័ទក៏បានមើលអំពីទិដ្ឋភាពតាមខេត្តមណ្ឌលគិរីរតនគិរីស្ទឹងត្រែងឃើញទេណាកញ្ចេះហ្នឹងហើយឥឡូវមកទស្សនានៅខេត្តកំពង់ឆ្នាំងតើមានអ្វីខ្លះកំពង់ឆ្នាំងក៏សម្បូរកន្លែងដែលទៅទស្សនាច្រើនដែរមានទឹកធ្លាក់មានទឹកអីច្រើនណាញាតិញោមពុទ្ធបរិស័ទប៉ុន្តែអាត្មាភាពនឹងបានមកនេះមិនបានទៅទឹកធ្លាក់អីច្រើនទេតែចង់បង្ហាញថានឹងនៅកំពង់ឆ្នាំងហ្នឹងក៏មានទេសចរមានកន្លែងដែលត្រូវទៅទស្សនាមានវត្តមានអារាមអីច្រើនដែរហ្នឹងហើយវត្តនេះចូលទៅក្នុងទីនេះគឺមកដល់នៅវត្តហើយបើញាតិញោមពុទ្ធបរិស័ទណាទីធ្លានឹងតាមផ្លូវចូលទៅមានព្រៃមានអីចឹងឥឡូវនេះក៏ឃើញថាពុទ្ធបរិស័ទបានមកជួបជុំគ្នាច្រើនណាស់ដែរហើយនឹងឲ្យឡានប្រហែលជាត្រឹម4-10ឡាន20ឡានដែរញាតិញោមចូលរួមក្នុងកម្មវិធីបុណ្យនេះនឹងឥឡូវឃើញថាពុទ្ធបរិស័ទកំពុងតែចូលទៅហើយអាត្មាភាពក៏នៅខាងក្រោយណានេះចូលមកដល់វត្តហើយប៉ុន្តែផ្លូវនេះចូលអត់រួចមានតែចូលផ្លូវខាងក្រោយនោះដោយសារពុទ្ធបរិស័ទគាត់ដាក់រថយន្តចំកន្លែងរោងបុណ្យតែម្ដងឥឡូវចូលមកខ្លងទ្វារនេះតទិដ្ឋភាពព្រៃភ្នំខៀវស្រងាត់ហ្នឹងហើយញាតិញោមពុទ្ធបរិស័ទឥឡូវក៏ចូលមកដល់កន្លែងបុណ្យតែម្ដងហ្នឹងហើយចូលដល់កន្លែងបុណ្យនេះឡានធំទៅតើញាតិញោមចូលមកណាហើយមានញាតិញោមពុទ្ធបរិស័ទចូលរួមហើយក្នុងទីនេះមាននំមានអីចឹងតំណងដែរញាតិញោមណាហ្នឹងហើយលោករៀបចំនៅទីនេះគឺមានសាលាបុណ្យនឹងហើយនឹងឡើងទៅលើនោះគឺគេធ្វើបុណ្យឆ្លងសាលាឥឡូវបានមកដល់ហើយហ្នឹងហើយមានមនុស្សមានអីមកចូលរួមបុណ្យជាច្រើនហើយចឹងឃើញថាទិដ្ឋភាពនៅកំពង់ឆ្នាំងនេះគុណចាស់នឹងបានប្រពធ្វើនោះឆ្លងសាលានោះញាតិញោមពុទ្ធបរិស័ទនឹងឥឡូវក៏មកដល់វត្តតែម្ដងញាតិញោមនេះណាគុណចាស់បានដឹកនាំធ្វើកម្មវិធីដង្ហែទង់នឹងដែលពុទ្ធបរិស័ទយកមកពីទីក្រុងភ្នំពេញក៏ដូចជាកន្លែងផ្សេងឥឡូវបានមើលទិដ្ឋភាពក្នុងវត្តប៉ុណ្ណឹងហើយក៏មកមើលទស្សនានៅវាលនឹងស្រែហើយមានដើមត្នោតស្រស់ស្អាតញាតិញោមពុទ្ធបរិស័ទហ្នឹងហើយហ្នឹងគឺថាយើងមកមើលវាលស្រែណានៅស្រុកកំពង់ឆ្នាំងចេញពីវត្តចូលមើលវាលស្រែមើលអីចឹងទៅញាតិញោមនឹងទិដ្ឋភាពស្អាតនៅក្នុងខេត្តកំពង់ឆ្នាំងញាតិញោមមានដើមត្នោតមានអីណាយើងអាចមកមើលជាធម្មជាតិនឹងដែលពុទ្ធបរិស័ទយើងឃើញតែក្រុងឃើញតែកន្លែងខ្លះប៉ុន្តែយើងមកមើលវាលស្រែនៅអ្នកស្រុកកំពង់ឆ្នាំងបានធ្វើនឹងក៏មានទិដ្ឋភាពស្រស់ស្អាតដែរកន្លែងនេះហើយមានដើមត្នោតនឹងញាតិញោមពុទ្ធបរិស័ទអ្នកនៅស្រុកក្រៅក៏ប្រហែលជា
ទស្សនាទៅឃើញហ្នឹងហើយទិដ្ឋភាពនៅអឺបែបនេះអាចថាជួនកាលញាតិញោមធ្លាប់នៅខេត្តកំពង់ឆ្នាំងញាតិញោមធ្លាប់នៅស្រុកស្រែនានាផ្សេងៗគាត់ឃើញថាទិដ្ឋភាពហ្នឹងគឺធ្លាប់នៅអញ្ចឹងឃើញថាអូស្រុកប្រទេសរបស់ខ្លួនเนาะមានវាលមានស្រែអីអញ្ចឹងដែរធ្លាប់រស់នៅជនបទអីញាតិញោមពុទ្ធបរិស័ទបានដឹងហើយបងហ្នឹងគឺទិដ្ឋភាពស្រស់ស្អាតអញ្ចឹងនៅដើមត្នោតដើមអីហើយក៏ទៅកាន់ទឹកធ្លាក់នៅស្រែអំពិលបងឥឡូវយើងទៅមើលទឹកម្ដងហ្នឹងគឺទិដ្ឋភាពនៅតាមនេះបងឥឡូវយើងចូលទៅកន្លែងដែលស្រែអំពិលបងញាតិញោមពុទ្ធបរិស័ទនេះទឹកធ្លាក់ស្អាតបងនឹងអាចចុះងូតស្រង់ទឹកអីបានអញ្ចឹងណានឹងហើយទិដ្ឋភាពនេះគឺជាទិដ្ឋភាពនៅស្រែអំពិលញាតិញោមពុទ្ធបរិស័ទទឹកថ្លាឆ្វេងអូចុះស្រង់ត្រជាក់ស្រួលនៅក្នុងទីនោះមានវាលស្រែវាលអីតាមផ្លូវដែរប៉ុន្តែយើងមកចូលមកខាងក្នុងមានទឹកបងទឹកធ្លាក់មកពីលើភ្នំណាទឹកធ្លាក់មកពីលើភ្នំហ្នឹងគឺមានភ្នំហ្នឹងច្រើនដែរហ្នឹងហើយគឺវាមានទិដ្ឋភាពស្រស់ស្អាតអញ្ចឹងបងអញ្ចឹងយើងអាចងូតទឹកអាចមើលទិដ្ឋភាពហើយស្ដាប់សូរសំឡេងសត្វនៅទីនោះដែរដោយសារសំឡេងសត្វនៅទីនោះវាមានច្រើនអញ្ចឹងទិដ្ឋភាពនេះគឺយើងអាចមើលទៅឃើញថានៅវាលស្រែនៅទឹកធ្លាក់នៅតំបន់កំពង់ឆ្នាំងហ្នឹងគឺមានទិដ្ឋភាពអញ្ចឹងបងអញ្ចឹងយើងអាចទស្សនាបានទៅតាមអ្វីដែលយើងឃើញហើយក៏បានទៅជាភាពដែលថាវាមានភាពស្លាស់ស្លុំដែរដោយសារយើងមកមើលនៅព្រៃមើលមកនឹងគុណចាស់ខ្លះក៏ស្រង់ទឹកនឹងទិដ្ឋភាពទាំងស្រុងញាតិញោមពុទ្ធបរិស័ទនេះគឺស្រែអំពិលបងអញ្ចឹងយើងអាចមកទស្សនានៅក្នុងទីនេះបានហើយយើងងូតទឹកងូតអីបានហើយមានថ្មមានអីអញ្ចឹងគឺយើងអាចទៅអង្គុយលេងទទួលទានអាហារមានកញ្ចុះដែរញាតិញោមពុទ្ធបរិស័ទអាចមានកញ្ចុះនៅទីនោះផងដែរអញ្ចឹងនៅក្នុងពេលនេះខ្ញុំគណៈអាត្មាភាពសូមលើកយកមកប៉ុណ្ណឹងទេបានចែកជូនដល់អ្នកទស្សនានិងបានដឹងថាតាមខេត្តតាមតំបន់ជនបទនានានឹងមានការអភិវឌ្ឍយ៉ាងណាហើយអញ្ចឹងគឺយើងអាចទស្សនាទៅតាមកាលគួរហើយក៏សូមអរគុណចំពោះពុទ្ធបរិស័ទឬក៏បងប្អូនយើងដែលបានតាមដានទស្សនារាល់វីដេអូនិងដើរតាមខេត្តនានាបងអញ្ចឹងសូមចម្រើនពរលា